បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកសៀវភៅសង្ខេបមួយក្បាលដែលមានចំណងជើងថាការគ្រប់គ្រងការលក់សម្រួលឲ្យងាយយល់ចឹងដូចនេះយើងមកចូលសេចក្តីផ្ដាំទាំងអស់គ្នាក្រុមហ៊ុនភាគច្រើនចាត់ទុកបុគ្គលិកលក់គឺជាបុគ្គលិកដែលសំខាន់ជាងគេពីព្រោះពួកគេគឺជាទ័ពស្រួចនិងជាអ្នករកចំណូលឲ្យក្រុមហ៊ុនក៏ប៉ុន្តែអ្នកដែលសំខាន់ជាងបុគ្គលិកលក់ទៀតនោះគឺអ្នកគ្រប់គ្រងផ្នែកលក់មិនថាបុគ្គលិកលក់របស់យើងពូកែលក់ខ្លាំងប៉ុណ្ណានោះទេបើក្នុងផ្នែកលក់របស់យើងគ្មានវប្បធម៌ល្អនិងមិនអំណោយផលដល់ពួកគេនោះទេក៏ពួកគេមិនអាចលក់បានទិន្នផលខ្ពស់ដែរឧទាហរណ៍នៅក្នុងក្រុមការងារលក់ខ្លះសម្បូរទៅដោយបុគ្គលិកដែលចុះចិត្តចាប់ដៃគ្នានៅនឹងមុខតែលួចជន់ជើងគ្នានៅពីក្រោយខ្នងនេះគឺជាវប្បធម៌ដែលមិនល្អតតែសោះនៅក្នុងផ្នែកលក់បើបុគ្គលិកឆ្នើមរបស់យើងស្ថិតនៅក្នុងចំណោមពពួកបុគ្គលិកដែលចូលចិត្តតែចំណេញឈាននេះបែបនេះសួរថាតើពួកគេអាចលក់បានស្រួលនិងលក់បានទិន្នផលខ្ពស់បានដែរឬទេច្បាស់ណាស់គឺពួកគេច្បាស់ជាពិបាកលក់ខ្លាំងណាស់បញ្ហាវប្បធម៌មិនល្អនេះមានតែអ្នកគ្រប់គ្រងផ្នែកលក់ទេដែលអាចដើរតួសំខាន់នៅក្នុងការលុបបំបាត់វប្បធម៌អាក្រក់ចោលនិងបង្កើតវប្បធម៌លក់ថ្មីដែលល្អមួយបានបុគ្គលិកលក់ធម្មតាមិនអាចធ្វើបាននោះទេនេះក៏ព្រោះតែរឿងបង្កើតវប្បធម៌នៅក្នុងផ្នែកមួយគឺវាទាមទារឲ្យថ្នាក់លើជាអ្នកបង្កើតមិនទាន់អស់ត្រឹមប៉ុណ្ណឹងទេអ្នកគ្រប់គ្រងផ្នែកលក់ក៏មានការងារសំខាន់ពីរទៀតដែរនោះគឺការមើលថែបុគ្គលិកលក់ឆ្នើមឲ្យជាប់គង់វង្សនិងការដឹកនាំដំណើរការលក់នៅក្នុងបញ្ញាជាបន្តទៅនេះយើងនឹងបានដឹងលម្អិតថាក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់ម្នាក់តើមានការងារសំខាន់អ្វីខ្លះដែលត្រូវធ្វើនិងតើមានការងារអ្វីខ្លះទៀតដែលគួរតែជៀសវាងទី1ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់យើងចាំបាច់ត្រូវតែផ្ដោតសំខាន់បំផុតទៅលើការលក់មិនត្រូវបាច់អារម្មណ៍ផ្ដោតទៅធ្វើរឿងដែលឥតចាំបាច់និងគ្មានផលសម្រាប់ការលក់នោះឡើយដើម្បីក្លាយទៅជាអ្នកគ្រប់គ្រងផ្នែកលក់ដ៏មានសមត្ថភាពម្នាក់អ្វីដែលយើងត្រូវមាននោះគឺពេលវេលានិយាយឲ្យចំគឺពេលវេលាសម្រាប់គ្រប់គ្រងនិងដឹកនាំក្រុមការងាររបស់យើងមិនខុសទេក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់យើងប្រហែលជាបានចំណាយពេលមិនក្រោម10ម៉ោងទេក្នុងមួយថ្ងៃដើម្បីបំពេញការងារទាំងក្នុងអង្គភាពនិងក្រៅអង្គភាពប៉ុន្តែវាមិនបានន័យថាយើងបានយកពេលវេលាទាំងប៉ុន្មានម៉ោងនោះមកប្រើឲ្យចំគោលដៅក្នុងនាមជាអ្នកគ្រប់គ្រងគេនោះទេគេសង្កេតឃើញជាទូទៅថាអ្នកគ្រប់គ្រងផ្នែកលក់ជាច្រើនបានបណ្ដោយខ្លួនឲ្យរវល់នឹងរឿងឥតបានចាំបាច់មួយចំនួនដែលនាំឲ្យពួកគេគ្មានពេលគ្រប់គ្រាន់មកផ្ដោតលើក្រុមការងារលក់និងការជំរុញការលក់ឲ្យមានប្រសិទ្ធភាពឡើយរឿងឥតចាំបាច់មួយចំនួនដែលពង្រៀងយើងធ្វើឲ្យយើងបាត់បង់ការផ្ដោតនិងពេលវេលាយកមកដឹកនាំនិងជំរុញការលក់នោះមានដូចជាទី1ការប្រើប្រាស់អ៊ីមែលឬឆាតផ្សេងៗលើសលប់ពេកអ្នកគ្រប់គ្រងផ្នែកលក់ខ្លះចូលចិត្តតែប្រើការឆាតឬការសរសេរអ៊ីមែលដើម្បីប្រស័យទាក់ទងជាមួយនឹងបុគ្គលិកលក់របស់ខ្លួនហើយក៏មានអ្នកគ្រប់គ្រងផ្នែកលក់ខ្លះទៀតក៏ចូលចិត្តឲ្យបុគ្គលិកលក់របស់ខ្លួនប្រើអ៊ីមែលដើម្បីរាយការណ៍ពីការលក់របស់ពួកគេម្នាក់ៗទៀតផងយើងច្រើនតែគិតថាមធ្យោបាយប្រស័យទាក់ទងទំនើបទាំងនេះពិតជាផ្ដល់ភាពងាយស្រួលខ្លាំងណាស់ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមកជាពិសេសវាគឺជាកំណត់ត្រាដ៏ល្អដែលយើងអាចទៅបើកមើលវិញនៅពេលណាក៏បានប៉ុន្តែសូមកុំប្រើលើសលប់ពេកព្រោះវាស៊ីពេលខ្លាំងណាស់ការសរសេរឆាតក្តីការសរសេរអ៊ីមែលក្តីគឺចំណាយពេលច្រើនណាស់ពេលខ្លះនិយាយគឺចំណាយត្រឹមតែ1នាទីទេតែសរសេរវិញគឺចំណាយពេលរហូតដល់ទៅ5ទៅ10នាទីឯណោះជាពិសេសរឿងប្រើឆាតសរសេរឆាតខ្លីៗទាំងនេះឃើញតែខ្លីអញ្ចឹងមែនប៉ុន្តែស៊ីពេលរបស់យើងច្រើនណាស់និយាយរួមទៅក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់ដ៏មានប្រសិទ្ធភាពម្នាក់យើងគួរតែប្រស័យទាក់ទងជាមួយនឹងបុគ្គលិកក្រោមបង្គាប់របស់យើងដោយផ្ទាល់មុខឲ្យបានច្រើនជាងការសរសេរអ៊ីមែលសរសេរឆាតមិនផ្ទាល់អស់ទាំងនោះ
ជួបមុខនិយាយជាមួយពួកគាត់មួយផ្លែតឬអាចចោះដើរលក់ជាមួយពួកគាត់ដោយផ្ទាល់ទើបជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់គិតទៅមើលថាបើគ្រូបង្ហាត់បាល់របស់យើងអត់សូវមកជួបមុខយើងដែលជាកូនសិស្សជាញឹកញាប់ទេហើយចូលចិត្តតែឆាតឬអ៊ីមែលមកណែនាំឲ្យយើងហាត់សួរថាយើងហាត់ចេះអត់ហើយយើងអាចមានសង្ឃឹមថាឈ្នះការប្រកួតបាល់ឬអត់សរុបវិញរឿងឥតចាំបាច់ត្រូវធ្វើក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់គឺការប្រើប្រាស់អ៊ីមែលឬឆាតច្រើនលើសលប់ពេកហើយរឿងដែលគួរធ្វើវិញនោះគឺជួបមុខនិយាយដោយផ្ទាល់ឲ្យបានខ្លីៗនិងជាប្រចាំទី2ការពឹងអាស្រ័យពេកលើប្រព័ន្ធកុំព្យូទ័រគ្រប់គ្រងអតិថិជនប្រកបណាស់ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់យើងត្រូវការប្រព័ន្ធកុំព្យូទ័រសម្រាប់គ្រប់គ្រងទិន្នន័យអតិថិជនវិភាគតម្រូវការនិងដើម្បីរក្សាទំនាក់ទំនងល្អជាមួយនឹងអតិថិជនឬអតិថិជនសក្តានុពលរបស់យើងដូច្នេះយើងក៏តម្រូវឲ្យបុគ្គលិកលក់ក្រៅបង្គាប់របស់យើងកត់ត្រារាល់សកម្មភាពលក់របស់ពួកគេនៅក្នុងប្រព័ន្ធនោះដើម្បីបានជាទិន្នន័យនិងដើម្បីទុកវិភាគនៅពេលចាំបាច់បន្តិចម្ដងយើងក៏ចាប់ផ្ដើមពឹងអាស្រ័យខ្លាំងទៅលើវាហើយចេះតែចំណាយពេលតាមដានវាម្ដងហើយម្ដងទៀតញៀនដោយប្រើកុំព្យូទ័រអញ្ចឹងយូរទៅយើងក៏លែងបានយកពេលមកគ្រប់គ្រងនិងជំរុញការលក់តែបែរជាអាឡ័យតែខ្វៀលបុគ្គលិកយើងឲ្យបំពេញព័ត៌មានលក់របស់ពួកគេចូលទៅក្នុងប្រព័ន្ធដើម្បីឲ្យយើងបានដឹងនិងបានវិភាគទៅវិញទី3ការរវល់រៀបចំការប្រជុំនិងធ្វើកិច្ចការឥតចាំបាច់ដែលមិនទាក់ទងនឹងការលក់អ្នកគ្រប់គ្រងផ្នែកលក់មួយចំនួនបានយល់ច្បាស់ណាស់ថាក្រុមការងារខ្លួនមានលទ្ធផលខ្លួនក៏មានលទ្ធផលរបស់ក្រុមគឺជាលទ្ធផលរបស់ខ្លួនយល់ច្បាស់បែបនេះពួកគាត់ក៏គិតតែពីខំប្រឹងរៀបចំការប្រជុំណែនាំបុគ្គលិកលក់ក្រៅបង្គាប់របស់ខ្លួនពីនេះពីនោះចុះឡើងប្រជុំដាក់ការងារតែរឿងឥតពាក់ព័ន្ធនឹងការលក់ដើម្បីបានប្រាក់ចំណូលសម្រាប់អង្គភាពសោះដូចជារឿងសរសេររបាយការណ៍លក់ឲ្យបានត្រឹមត្រូវលក្ខណៈរីឯអ្នកគ្រប់គ្រងផ្នែកលក់មួយចំនួនទៀតមិនយល់សោះថាកិច្ចការងារណាដែលសំខាន់បំផុតដែលត្រូវធ្វើនោះទេឧទាហរណ៍ពេលក្រុមហ៊ុនរបស់ខ្លួនរៀបចំត្រីមាសស្រមោលសឬពិធីជប់លៀងដើម្បីទទួលភ្ញៀវទាំងចាស់ទាំងថ្មីអ្នកគ្រប់គ្រងផ្នែកលក់ខ្លះបែរជារវល់ទៅរៀបចំកន្លែងឬឆាកទទួលភ្ញៀវតែឥតបានយកពេលទៅបណ្ដុះបណ្ដាលបុគ្គលិកលក់របស់ខ្លួនឲ្យត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការជួបភ្ញៀវនៅក្នុងពិធីជប់លៀងនៅពេលល្ងាចសោះក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់ដែលមានសមត្ថភាពម្នាក់យើងចាំបាច់ត្រូវតែដឹងថាកិច្ចការណាដែលជាកិច្ចការអត្ថិភាពគឺជាកិច្ចការដែលហុចផលលក់ធំជាងគេបង្អស់នៅក្នុងចំណោមកិច្ចការរីរងឯទៀតបើយើងមិនដំជាប់ខ្លួនឯងជាមួយនឹងកិច្ចការដែលសំខាន់ចំពោះការលក់នោះទេតែបែរជាងាកនេះបន្តិចងាកនោះបន្តិចទៅធ្វើរឿងដែលមិនពាក់ព័ន្ធនឹងការលក់វិញនោះការលក់របស់ក្រុមយើងក៏នឹងជួបបញ្ហាដែរកិច្ចការដែលសំខាន់សម្រាប់ការលក់គឺជាកិច្ចការជំរុញការលក់ទី2ធំអ្នកគ្រប់គ្រងផ្នែកលក់ថ្មីថ្មោងចាំបាច់ត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតពីជាអ្នកលក់ធម្មតាម្នាក់មកជាអ្នកគ្រប់គ្រងគេវិញជាទូទៅគេមិនដែរឬកម្រនឹងរើសអ្នកគ្រប់គ្រងផ្នែកលក់ចេញពីផ្នែកហិរញ្ញវត្ថុផ្នែកធនធានមនុស្សឬផ្សេងដទៃទៀតឡើយគេច្រើនតែលើកអ្នកលក់ពូកែឆ្នាំណាម្នាក់ឲ្យឡើងកាន់តំណែងជាអ្នកគ្រប់គ្រងផ្នែកលក់ជំនួសមេចាស់ពីព្រោះគេសង្ឃឹមថាតាមរយៈសមត្ថភាពពូកែលក់របស់យើងនឹងអាចដឹកនាំក្រុមការងារលក់ឲ្យខ្លាំងឲ្យពូកែលក់ដូចជាយើងដែរប៉ុន្តែទោះបីជាយើងត្រូវបានគេដំឡើងជាអ្នកគ្រប់គ្រងគេហើយក៏ដោយក៏ក្រុមហ៊ុននៅតែឲ្យយើងបន្តលក់ដូចធម្មតាដដែលចង់បានន័យថាយើងត្រូវបែងភាគជាពីរមួយភាគត្រូវទៅមើលការខុសត្រូវលើការលក់របស់កូនចៅហើយមួយភាគទៀតខំប្រឹងដើរលក់ដោយខ្លួនឯងដែរដោយសារតែខ្លួនមួយតែមានមុខងារពីរនឹងទៅតែបានដឹកនាំគេថ្មីថ្មោងផងនោះអ្នកគ្រប់គ្រងផ្នែកលក់ថ្មីថ្មោងមួយចំនួនមិនទាន់ស៊ាំនឹងការគ្រប់គ្រងកូនចៅនៅឡើយ
ពួកគេខំប្រឹងលក់តែខ្លួនឯងដោយការខ្លួនជាបុគ្គលិកលក់ខ្លួនមួយដែរពួកគេខ្លាចថាបើចំណាយពេលច្រើនទៅជាមួយកូនក្រុមនោះទិន្នផលលក់របស់ខ្លួននឹងធ្លាក់ចុះហើយពួកគេប្រហែលជាគិតទៀតថាបើការលក់របស់ខ្លួនធ្លាក់ចុះជាងមុននោះក៏ប្រហែលជាគេទម្លាក់ចុះមកវិញដែរនេះបានន័យថាពួកគេមិនទាន់ចេះផ្លាស់ប្ដូរផ្នត់គំនិតទៅជាមេគេនៅឡើយក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់យើងត្រូវតែដឹងថាថ្នាក់លើរបស់យើងមិនមែនវាតម្លៃលទ្ធផលការងាររបស់យើងត្រឹមតែលើទិន្នផលការលក់របស់យើងទេតែគឺវាតម្លៃទៅលើទិន្នផលលក់របស់ក្រុមយើងទាំងមូលបើយើងលក់ខ្លាំងតែឯងហើយកូនក្រុមលក់អន់សរុបមកទិន្នផលលក់រួមក្នុងក្រុមទាំងមូលអន់នោះបន្ទុកវាតម្លៃមកលើយើងនឹងអន់ទៅតាមនោះដែរតែបើយើងលក់នៅតែបានគួរសមដែរតែមិនបានច្រើនដូចមុនព្រោះយកពេលវេលាច្រើនទៅជួយដល់ក្រុមហើយកូនក្រុមរបស់យើងលក់បានច្រើនទាំងអស់គ្នាសរុបមកទិន្នផលលក់រួមក្នុងក្រុមឡើងនោះបន្ទុកវាតម្លៃមកលើយើងក៏នឹងឡើងទៅតាមនឹងដែរបើយើងខ្លាំងតែឯងតែកូនក្រុមរបស់យើងអន់នោះយើងមិនមែនជាអ្នកគ្រប់គ្រងផ្នែកលក់ដែលខ្លាំងម្នាក់ឡើយដូច្នេះយើងមិនត្រូវពើតលក់តែខ្លួនឯងទៀតទេយើងត្រូវតែយកពេលមកចាត់ចែងបទពិសោធន៍និងតិចនិចលក់របស់យើងដែលធ្លាប់តែលក់បានជោគជ័យនោះទៅឲ្យកូនក្រុមរបស់យើងជោគជ័យរបស់កូនក្រុមយើងគឺជាជោគជ័យរបស់យើងហើយចូលកុំបិទទ្វារសម្ងំយកពេលខំប្រឹងលក់តែខ្លួនឯងតែត្រូវបើកចំហពេលឲ្យកូនក្រុមរបស់យើងបានចូលមកសួរនាំនិងយើងអាចជួយពួកគេបានច្រើនក្នុងការលក់ជាមេគេហើយយើងត្រូវតែបោះបង់ចោលការចង់បានមុខមាត់តែខ្លួនឯងមិនត្រូវស្រវាអោបគុណសម្បត្តិតែឯងនោះទេកុំឲ្យតែពេលកូនចៅចិត្តលក់បានហើយខ្លួនឯងក៏ធ្វើជាអ្នកទៅបិទបញ្ចប់យកស្នាដៃតែឯងនោះធ្វើបែបនេះកូនក្រុមរបស់យើងនឹងអស់ទឹកចិត្តធ្វើហើយទិន្នផលការងារក៏ធ្លាក់ចុះទៅតាមនោះដែរបើអាចយើងមិនត្រូវផ្ដោតលើការលក់របស់ខ្លួនឯងប៉ុន្មានទេតែត្រូវយកកម្លាំងទាំងអម្បាលម៉ានទៅវិនិយោគលើកូនក្រុមរបស់យើងវិញព្រោះការដែលយើងបន្តិចទៅលក់ផងបន្តិចទៅគ្រប់គ្រងគេផងចុះឡើងលក់ក៏មិនបានល្អគ្រប់គ្រងក៏មិនបានល្អប៉ុន្តែជាអកុសលមានតែការខ្លះអត់ខ្វល់ទេទិន្នផលលក់រួមរបស់ក្រុមយើងកើនប៉ុណ្ណាទេបើយើងដែលជាអ្នកគ្រប់គ្រងផ្នែកលក់មិនបានល្អទេពួកគេនឹងទម្លាក់ពិន្ទុវាតម្លៃរបស់យើងតែម្ដងពួកគេអត់ដឹងថាការឆ្លាស់ឡើងបន្តិចទៅលក់បន្តិចទៅគ្រប់គ្រងធ្វើឲ្យអន់ទាំងការលក់អន់ទាំងការគ្រប់គ្រងនោះទេទី3ដើម្បីឲ្យក្រុមការលក់របស់យើងហុចផលការងារបានល្អយើងត្រូវដាំបណ្ដុះរបស់ពីរយ៉ាងនៅកន្លែងការងាររបស់ពួកគេទី1ការដឹកនាំណែនាំផ្លូវដែលមានគុណភាពនិងទី2ការគ្រប់គ្រងដ៏ម៉ឺងម៉ាត់ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់តួនាទីចម្បងរបស់យើងគឺត្រូវធានាឲ្យបានថាក្រុមការងារលក់របស់យើងបំពេញការងារបានល្អមិនអន់ក្រោមស្តង់ដារដើម្បីឲ្យក្រុមការងាររបស់យើងបំពេញការងារបានល្អពោលគឺហុចផលការងារខ្ពស់និងជាប់លាប់យើងដែលជាអ្នកគ្រប់គ្រងត្រូវចាំបាច់ដាំដុះរបស់ពីរយ៉ាងនៅក្នុងបរិស្ថានការងាររបស់កូនក្រុមរបស់យើងរបស់ទី1គឺការដឹកដៃណែនាំផ្លូវដែលមានគុណភាពខ្ពស់និងរបស់ទី2គឺការគ្រប់គ្រងដ៏តឹងរ៉ឹងឥឡូវយើងទៅនិយាយពីការដឹកដៃណែនាំផ្លូវពួកគេការដឹកដៃណែនាំផ្លូវអាចពុះបញ្ចូលទាំងការបណ្ដុះបណ្ដាលកូនក្រុមរបស់យើងនៅក្នុងការិយាល័យការចុះលក់ផ្ទាល់ដើម្បីឲ្យពួកគេអាចរៀនសូត្រដកស្រង់បទពិសោធន៍តាមការផ្ដល់ប្រឹក្សាពេលដែលពួកគេអនុវត្តទៅមានបញ្ហារួមទាំងការបង្ហាត់បង្ហាញទាំងឡាយទៀតនៅក្នុងកម្មបការឬការដែលត្រូវសាបព្រោះនេះរឿងសំខាន់ដែលយើងជាអ្នកគ្រប់គ្រងត្រូវធ្វើនោះគឺត្រូវស្វែងយល់ឲ្យបានច្បាស់ថាតើម្នាក់ណាមានទេពកោសល្យអ្វីអ្នកណាពូកែអ្វីអ្នកណាខ្វះអ្វីហើយត្រូវការអភិវឌ្ឍលើអ្វីបន្ថែមអប់រំណែនាំផ្លូវឲ្យពួកគេទៅតាមទេពកោសល្យរៀងៗខ្លួនយើងត្រូវតែទុកឱកាសនិងពេលវេលាឲ្យពួកគេអាចអភិវឌ្ឍនិងបង្កើនសមត្ថភាពរបស់ខ្លួនបានជាប្រចាំខ
ក្នុងនាមយើងជាអ្នកគ្រប់គ្រងផ្នែកលក់យើងក៏ត្រូវដើរតួជាគ្រូបង្វឹកដឹកដៃណែនាំដល់កូនក្រុមរបស់យើងដែរបុគ្គលិកលក់ត្រូវតែមានជំនាញលក់អាជីពហើយអាជីពឬមិនអាជីពក៏អាស្រ័យលើការបង្ហាត់របស់យើងថាខ្លាំងប៉ុណ្ណាដែរឧទាហរណ៍រឿងទូរស័ព្ទទៅភ្ញៀវបុគ្គលិកដែលគ្មានអាជីពពេលខ្លះនិយាយទូរស័ព្ទជាមួយភ្ញៀវដូចជាមនុស្សយន្តអញ្ចឹងរីឯខ្លះទៀតគ្រាន់តែបើកក្បាលសន្ទនាភ្លាមគឺស្រាប់តែហក់ទៅនិយាយពីផលិតផលឬសេវាកម្មដែលខ្លួនកំពុងតែលក់តែម្ដងយើងត្រូវតែបង្វឹកពួកគេឲ្យមានអាជីពយើងត្រូវបង្រៀនឲ្យពួកគេចេះរៀបចំសំណួរសួរទៅភ្ញៀវដើម្បីបើកការសន្ទនាដោយរលូននិងការធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាពួកគេជាទីប្រឹក្សាយោបល់ម្នាក់និងមិនមែនជាអ្នកលក់ម្នាក់ឡើយហើយរួចហើយព្យាយាមស្វែងយល់ពីតម្រូវការរបស់ភ្ញៀវនេះគឺជាការលក់ដែលមានអាជីពដែលយើងត្រូវតែបង្រៀនដល់សមាជិកលក់របស់យើងហើយបាននិយាយពីរឿងភ្ញៀវមិនស្គាល់មុខអ៊ីមែលសុំតម្លៃវិញយើងដែលជាអ្នកគ្រប់គ្រងត្រូវបង្ហាត់ឲ្យបុគ្គលិកលក់របស់យើងស្វែងយល់ពីភ្ញៀវម្នាក់នោះឲ្យបានច្បាស់សិនរួចហើយអ៊ីមែលទៅសួរសំណួរពាក់ព័ន្ធនឹងតម្រូវការរបស់ភ្ញៀវម្នាក់វិញមិនមែនហក់ទៅប្រាប់ពីតម្លៃភ្លាមតែម្ដងទេទាំងមិនបានទាំងដឹងពីតម្រូវការរបស់ភ្ញៀវទេបើយើងស្រាប់តែឲ្យតម្លៃដល់ភ្ញៀវភ្លាមនោះភ្ញៀវនោះនឹងមិនគោរពឲ្យតម្លៃដល់អ៊ីមែលរបស់យើងឡើយនិយាយរួមទៅគឺច្រើនតែមិនទិញពីយើងទេតែម្ដងតាមបទពិសោធន៍លក់របស់លោក Mike Weinberg ដែលជាអ្នកនិពន្ធសៀវភៅនេះគាត់បានសង្កេតឃើញថាក្នុងរយៈពេល25ឆ្នាំនៃបទពិសោធន៍លក់របស់លោកការដែលប្រញាប់ហក់ទៅប្រាប់តម្លៃភ្លាមដែលគ្រាន់តែភ្ញៀវអ៊ីមែលមកសុំតម្លៃមិនដែលធ្វើឲ្យលោកលក់បានសូម្បីតែម្ដងក្រៅពីយើងជាអ្នកគ្រប់គ្រងចេញបង្ហាត់បង្ហាញដល់សមាជិកក្រុមរបស់យើងហើយយើងក៏ត្រូវតែលើកទឹកចិត្តឲ្យបុគ្គលិកលក់ឆ្នើមដែលចាស់ឧស្សាហ៍ចេញមកចែករំលែកបទពិសោធន៍ដល់សមាជិកក្រុមលក់ថ្មីផងដែរយើងត្រូវរៀបចំឲ្យអ្នកលក់ឆ្នើមជើងចាស់របស់យើងមកជួយដឹកដៃនាំផ្លូវដល់បុគ្គលិកចំនួនថ្មីឲ្យបានជាប្រចាំកុំឲ្យពួកគេអាឡ័យតែឈ្ងោកតែលើរឿងលក់ពេកបើពួកគេចេញបាត់ដោយហេតុណាមួយយើងមិនត្រឹមតែបាត់បង់ធនធានផ្នែកលក់ដ៏ឆ្នើមទេតែចំណេះដឹងបទពិសោធន៍ដែលពួកគេធ្លាប់រៀនសូត្រនិងដកស្រង់ចេញពីការលក់ជាក់ស្ដែងនៅកន្លែងការងារយើងដែលតែងតែបើកប្រាក់ខែជូនពួកគេជាប្រចាំសោះនោះក៏នឹងរលាយបាត់ទៅតាមពួកគេដែរហើយកុំគិតងាយថាទៅទាញយកបុគ្គលិកឆ្នើមរបស់ស្ថាប័នដែលជាគូប្រជែងរបស់យើងអាចជួយពង្រីកការលក់របស់យើងបានខ្លាំងឲ្យសោះនោះព្រោះជាធម្មតាក្រុមហ៊ុនមួយមិនល្ងងដែរអនុញ្ញាតឲ្យភ្ញៀវចាស់របស់ខ្លួនរត់ទៅតាមបុគ្គលិកចាស់ដែលចាក់ចេញពីក្រុមហ៊ុនរបស់ខ្លួនឡើយមុននឹងចូលធ្វើការងារឬមុននឹងចាក់ចេញពីក្រុមហ៊ុនចាស់ពួកបុគ្គលិកចាស់ទាំងនោះត្រូវបានគេបង្ខំឲ្យសញ្ញេកុងត្រាហាមតាក់ទងភ្ញៀវចាស់របស់ពួកគេទៅហើយដូច្នេះគ្មានថ្ងៃដែលពួកគេអាចទៅទាញយកអតិថិជនចាស់ពីស្ថាប័នដែលជាគូប្រកួតរបស់យើងឡើយពួកគេជោគជ័យនៅកន្លែងការងារចាស់មិនប្រកាសថាមកកន្លែងយើងដែលជាកន្លែងថ្មីនឹងជោគជ័យដែរនោះទេឥឡូវយើងslashរបស់ទី1តែត្រឹមនឹងមកនិយាយពីរបស់ទី2ដែលយើងត្រូវដាំបណ្ដុះនៅក្នុងកន្លែងការងាររបស់កូនក្រុមរបស់យើងវិញម្ដងរបស់ទី2គឺការគ្រប់គ្រងដ៏តឹងរ៉ឹងដើម្បីឲ្យក្រុមការងារលក់មួយបានខ្លាំងចាំបាច់តតែមានការគ្រប់គ្រងដ៏ម៉ឺងម៉ាត់មួយបានន័យថាម៉េចទៅក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់យើងមិនត្រូវស្វែងរកប្រជាប្រិយភាពឬចង់ឲ្យគេចូលចិត្តស្រឡាញ់គ្រប់គ្នាដោយអ្នកនយោបាយនោះទេកុំខ្លាចនឹងមានគេស្អប់ឃើញខុសថាខុសនិងពិន័យទៅតាមវិន័យឃើញត្រូវថាត្រូវរួចផ្ដល់រង្វាន់ឲ្យលក់មិនបានរាល់ខែបញ្ឈប់ចោលលក់បានល្អរាល់ខែត្រូវដំឡើងប្រាក់ខែឬឡើងប្រាក់រង្វាន់នេះគឺជាការគ្រប់គ្រងដែលម៉ឺងម៉ាត់ការអនុវត្តវិន័យបានម៉ឺងម៉ាត់ត្បិតតែធ្វើឲ្យកូនចៅក្រោមបង្គាប់ម្នាក់ពីរនាក់មិនពេញចិត្ត
ប៉ុន្តែវាធ្វើឲ្យបុគ្គលិកល្អភាគច្រើនមានអារម្មណ៍ថាយើងជាមនុស្សដែលមានយុត្តិធម៌ហើយក្រុមការងារទាំងមូលក៏ហុចផលការងារមិនអត់ដែរអ្នកគ្រប់គ្រងផ្នែកលក់ខ្លះមិនសូវជាមើងម៉ាត់រឿងលុយកម្រៃជើងសារឬលុយកំមីស្យងនោះទេអ្នកខ្លះលក់មិនបានទេតែអ្នកគ្រប់គ្រងផ្នែកលក់ប្រើប្រាស់កំមីស្យងឲ្យដែរដោយលើកឡើងពីស្មារតីក្រុមរួមសុខរួមទុក្ខបានទាំងអស់គ្នាអត់ទាំងអស់គ្នាធ្វើបែបនេះគឺខុសទាំងស្រុងលុយកម្រៃជើងសារគឺជាលុយសម្រាប់លើកទឹកចិត្តហើយបើអ្នកខំប្រឹងមិនបានច្រើនជាងតែបានស្មើនឹងអ្នកដែលមិនសូវខំប្រឹងសួរថាលុយនោះជាលុយលើកទឹកចិត្តទៀតឬអត់សម្រាប់អ្នកខំប្រឹងអញ្ចឹងតើមានអ្នកណាចង់ទៅខំប្រឹងទៀតបើអ្នកលក់មិនបានក៏បានចំណាយស្មើនឹងខ្លួនដែរនោះដើម្បីឲ្យលុយខំមីស្យងកាន់តែលើកទឹកចិត្តដល់ការប្រឹងប្រែងលក់និងជំរុញការលក់ច្រើនយើងដែលជាអ្នកគ្រប់គ្រងផ្នែកលក់ត្រូវផ្ដល់ខំមីស្យងច្រើនជាងរាល់ដងសម្រាប់រាល់ការលក់បានអតិថិជនថ្មីម្ដងពោលគឺកម្រៃជើងសារសម្រាប់ការលក់បានភ្ញៀវថ្មីត្រូវតែច្រើនជាងការលក់បានភ្ញៀវចាស់ធ្វើបែបនេះទើបមានអ្នកដែលខំប្រឹងទៅចាប់អតិថិជនថ្មីនិងពង្រីកការលក់របស់យើងបានទី4វប្បធម៌លក់ការងារមួយក្នុងចំណោមការងារសំខាន់របស់អ្នកគ្រប់គ្រងផ្នែកលក់គឺបង្កើតវប្បធម៌ល្អក្នុងផ្នែកលក់ដើម្បីបង្កើតវប្បធម៌ល្អមួយបានគឺវាត្រូវកាត់ចេញពីលើចុះមកក្រោមការងាររបស់អ្នកគ្រប់គ្រងផ្នែកលក់ត្រូវបានបែងចែកជា3ផ្នែកសំខាន់ទី1គឺបង្កើតវប្បធម៌ល្អក្នុងផ្នែកលក់ទី2គឺគ្រប់គ្រងបុគ្គលិកឆ្នើមទី3គឺដឹកនាំដំណើរការលក់នៅក្នុងបញ្ញានេះយើងនឹងនិយាយពីវប្បធម៌ក្នុងផ្នែកលក់មុនគេហើយផ្នែកដែលនៅសល់យើងនឹងនិយាយនៅបញ្ញាក្រោយទៀតដើម្បីឲ្យក្រុមលក់របស់យើងហុចផលផ្លែផ្កាឬបំពេញការងារបានល្អដល់អង្គភាពគឺទាល់តែពួកគេស្ថិតនៅក្នុងកន្លែងការងារដែលមានវប្បធម៌និងការដឹកនាំដែលសម្បូរជីវជាតិដល់ការលូតលាស់របស់ពួកគេហើយដើម្បីអាចបង្កើតវប្បធម៌និងការដឹកនាំដែលសម្បូរជីវជាតិសម្រាប់ការលក់របស់ក្រុមការងារលក់បានគឺត្រូវចាប់ផ្ដើមពីលើចុះក្រោមប្រធានក្រុមហ៊ុនមេផ្នែកហិរញ្ញវត្ថុនិងផ្នែកឯទៀតគឺជាថ្នាក់លើកំពូលគេបើពួកគេចេះគោរពឲ្យតម្លៃដល់ផ្នែកលក់នោះវាប្រៀបបានទៅនឹងការស្រោចទឹកដាក់ជីដល់ផ្នែកលក់អញ្ចឹងដែរវាពិតជាអាចធ្វើឲ្យបុគ្គលិកផ្នែកលក់មានទឹកចិត្តធ្វើការងាររឹតតែខ្លាំងក្លាឡើងបន្ទាប់មកទៀតគឺយើងជាអ្នកគ្រប់គ្រងផ្នែកលក់យើងក៏ត្រូវតែបុរេសកម្មឬសកម្មជាមុនក្នុងការបង្កើតវប្បធម៌ធ្វើការមួយដែលអនុញ្ញាតឲ្យបុគ្គលិកផ្នែកលក់ប្រកួតគ្នាដើម្បីរីកចម្រើននិងសាមគ្គីគ្នាផ្ទៃក្នុងមិនមែនខំបែងជើងគ្នាឯងឡើយផ្នែកលក់ដែលមានវប្បធម៌ល្អគឺចេះបែងចែកផលប្រយោជន៍ទៅតាមគុណសម្បត្តិការងាររបស់បុគ្គលិកម្នាក់ពីព្រោះវាគឺជាការជំរុញទឹកចិត្តការលក់ដែលមានយុត្តិធម៌និងសមធម៌លក់បានច្រើនទទួលបានច្រើនលក់បានតិចទទួលបានតិចមិនមែនលក់អត់បានសោះតែដោយសារស្ថិតនៅក្នុងក្រុមនឹងគេដែរនាំឲ្យទទួលបានប្រយោជន៍នឹងគេដែរឬស្មើគ្នាដែរនោះទេសូម្បីតែការប្រកាសផលិតទិន្នផលលក់ជាសាធារណៈនៅក្នុងផ្នែកលក់ក៏ជាវប្បធម៌ការងារដ៏ល្អមួយដែលត្រូវធ្វើដែរព្រោះវាជំរុញទឹកចិត្តមិនថាចំពោះតែអ្នកលក់បានល្អនោះទេអ្នកដែលលក់មិនបានល្អក៏មានទឹកចិត្តជំរុញខ្លាំងណាស់ដែរអ្នកគ្រប់គ្រងនិងថ្នាក់ដឹកនាំខាងលើមិនត្រូវប្រគល់ការងារដែលឥតចាំបាច់ដល់ការលក់ឲ្យបុគ្គលិកលក់ធ្វើនោះឡើយហើយរាល់ការប្រជុំដែលមិនចាំបាច់និងមិនមានប្រយោជន៍ដល់ការលក់ក៏មិនគួរឲ្យពួកគេចូលរួមប្រជុំនាំឲ្យតែខាតពេលដែរការងារសំខាន់គឺមានតម្លៃដែលអ្នកគ្រប់គ្រងផ្នែកលក់ត្រូវផ្ដោតនោះគឺបង្ហាត់បង្ហាញផ្លូវដល់បុគ្គលិកលក់ឲ្យកាន់តែពូកែលក់និងបើកចំហពេលសម្រាប់ឲ្យពួកគេចូលមកប្រជុំស្នើសុំយោបល់និងការប្រឹក្សាបើនិយាយចំពោះការបណ្ដុះបណ្ដាលបុគ្គលិកលក់ទៅចូលថ្មីវិញ
យើងត្រូវតែបណ្ដុះបណ្ដាលបុគ្គលិកថ្មីៗទាំងនោះដោតលើទិន្នផលលក់ជាធំនិងជួយក្រុមការងារឲ្យសម្រេចគោលដៅលក់រួមផងដែរមិនមែនពើតលក់តែឯងនោះទេនេះគឺជាវប្បធម៌ល្អមួយទៀតនៅក្នុងផ្នែកលក់លើសពីនេះត្រូវបង្កើតបរិយាកាសការងារដែលធ្វើឲ្យអ្នកគ្រប់គ្នានៅក្នុងក្រុមការងារលក់មានទំនុកចិត្តជឿជាក់លើគ្នាទៅវិញទៅមកនិងមិនត្រូវលួចប្រកួតគ្នាក្នុងទីងងឹតនិងលួចចាក់គ្នាពីក្រោយខ្នងនោះទេអ្នកគ្រប់គ្រងត្រូវធ្វើឲ្យបុគ្គលិកលក់ម្នាក់ៗមានអារម្មណ៍ថាការចូលលូកដៃរបស់ខ្លួនដែលជាអ្នកគ្រប់គ្រងក្នុងកិច្ចការលក់របស់គេមិនមែនជាការរាទឹកឬពាំងមុខនោះទេតែជាការជួយដោយចិត្តស្មោះបុគ្គលិកលក់ខ្លះពិតជាមានអារម្មណ៍ថាអ្នកគ្រប់គ្រងរបស់ខ្លួនមិនមែនមកជួយខ្លួនទេតែចេះតែខំប្រឹងបង្អាក់ផ្លូវរបស់ខ្លួនទៅវិញវប្បធម៌ហ៊ាននិយាយគ្នាដោយបើកចំហនិងផ្ដល់ឲ្យក្រុមការងារក៏ជារឿងដែលអ្នកគ្រប់គ្រងផ្នែកលក់ត្រូវបង្កើតឲ្យបានដែរពេលអ្នកគ្រប់គ្រងនិយាយឬណែនាំមិនច្បាស់បុគ្គលិកក្រោមបង្គាប់ត្រូវតែហ៊ានសួរនាំមិនមែនមិនយល់សោះក៏ចេះតែធ្វើយល់ដែរដល់ពេលអនុវត្តជាក់ស្ដែងបែរជាច្រឡេច្រឡំមិនដឹងណាមិនដឹងណីទេបើមានអ្វីដែលចាំបាច់ត្រូវតែនិយាយពួកគេត្រូវតែហ៊ាននិយាយនិងជឿជាក់ចំពោះខ្លួនឯងថាការដែលយើងលើកនិយាយនេះគឺជាការរិះគន់ដើម្បីល្អទាំងអស់គ្នាមិនមែនជាការរិះគន់ដើម្បីជន់ពលិចនរណាម្នាក់ឡើយហើយពេលទទួលបានការណែនាំឬការស្ដីបន្ទោសពួកគេក៏មិនត្រូវយកមកដាក់ក្នុងចិត្តឡើយព្រោះវាជាការជួយពង្រឹងនិងដាស់តឿនដល់ពួកគេតែប៉ុណ្ណោះទី5ការគ្រប់គ្រងបុគ្គលិកឆ្នើមការងារសំខាន់មួយផ្នែកទៀតរបស់អ្នកគ្រប់គ្រងផ្នែកលក់នោះគឺការគ្រប់គ្រងបុគ្គលិកឆ្នើមឲ្យបានគង់វង្សនៅក្នុងការងារនេះមានភារកិច្ចតូចៗចំនួន4ដែលត្រូវធ្វើទី1ដាក់បុគ្គលិកឲ្យត្រូវកន្លែងទី2ថែរក្សាបុគ្គលិកឆ្នើមឲ្យបានគង់វង្សទី3ដាក់ថ្នាំបុគ្គលិកអន់និងដកចោលបុគ្គលិកមិនកើតនិងទី4ជ្រើសរើសបុគ្គលិកថ្មីឲ្យបានត្រឹមត្រូវនៅបញ្ញាមុននេះយើងបានដឹងពីការងារមួយផ្នែករបស់អ្នកគ្រប់គ្រងផ្នែកលក់ហើយនោះគឺការងារបង្កើតវប្បធម៌ល្អនៅក្នុងផ្នែកលក់មួយផ្នែកដែលសំខាន់ដូចគ្នានោះគឺការគ្រប់គ្រងបុគ្គលិកឆ្នើមលទ្ធផលលក់របស់យើងខ្ពស់ឬទាបខ្លាំងឬខ្សោយគឺអាស្រ័យថាយើងដែលជាអ្នកគ្រប់គ្រងផ្នែកលក់នេះអាចគ្រប់គ្រងបុគ្គលិកឆ្នើមបានល្អឬក៏អត់ដើម្បីឲ្យការគ្រប់គ្រងបុគ្គលិកឆ្នើមរបស់យើងទទួលបានជោគជ័យយើងចាំបាច់ត្រូវតែផ្ដោតសំខាន់ទៅលើរឿង4យ៉ាងទី1គឺដាក់បុគ្គលិកឲ្យត្រូវកន្លែងទី2ថែរក្សាបុគ្គលិកឆ្នើមឲ្យបានគង់វង្សទី3ដាក់ថ្នាំឬដកចោលបុគ្គលិកដែលលក់មិនកើតនិងទី4ជួយបុគ្គលិកមកធ្វើការឲ្យបានត្រឹមត្រូវឥឡូវយើងទៅមើលរឿងទី1មុនគេគឺរឿងដាក់បុគ្គលិកឲ្យត្រូវកន្លែងមានបុគ្គលិកលក់មួយប្រភេទដែលលេចធ្លោខ្លាំងជាងគេពួកគេតែងតែមានចំណង់ចំណូលចិត្តរកនិងចាប់ភ្ញៀវថ្មីពួកគេនេះត្រូវបានគេឲ្យឈ្មោះថាអ្នកប្រមាញ់ជាទូទៅក្នុងចំណោមបុគ្គលិកលក់10នាក់បុគ្គលិកដែលពូកែប្រមាញ់ភ្ញៀវទាំងនោះមានត្រឹមតែ1នាក់ឬ2នាក់ប៉ុណ្ណោះបុគ្គលិកឆ្នើមដែលពូកែប្រមាញ់ពិតជាកម្រខ្លាំងណាស់ដូច្នេះយើងដែលជាអ្នកគ្រប់គ្រងផ្នែកលក់ចាំបាច់ត្រូវដាក់ឲ្យពួកអ្នកប្រមាញ់ដែលកម្រទាំងនោះឲ្យចំកន្លែងណាដែលខ្លាញ់ពីព្រោះពួកគេនឹងបូមខ្លាញ់ទាំងនោះមិនដកមាត់ឡើយរឿងទី2ដែលត្រូវធ្វើនោះគឺថែរក្សាបុគ្គលិកឆ្នើមកម្ពុជាឲ្យបានគង់វង្សល្អពេលយើងបានដឹកនាំក្រុមការងារលក់មួយក្រុមយើងបានប្រកាសជាបានឃើញថាមានអ្នកខ្លះលក់ខ្លាំងហើយអ្នកខ្លះទៀតលក់អន់ក្នុងនាមជាអ្នកគ្រប់គ្រងអ្នកដែលយើងត្រូវយកចិត្តទុកដាក់មុនគេគឺក្រុមដែលលក់ខ្លាំងពលគឺបុគ្គលិកលក់ឆ្នើមមិនមែនដោយសារតែពួកគេលក់ខ្លាំងហើយក៏ប្រឡែងពួកគេចោលដោយមិនខ្វល់ពីពួកគេនោះទេពួកគេកំពុងតែជោគជ័យហើយដូច្នេះពួកគេអាចនឹងមានឱកាសជោគជ័យកាន់តែធំជាងនេះទៅទៀតបើសិនណាយើងអាចជួយដោះឧបសគ្គណាមួយដែលកំពុងតែនៅពាំងមុខរបស់ពួកគេដូច្នេះយើងចាំបាច់ត្រូវតែផ្ដល់ការគ្រប់គ្រងនិងការយកចិត្តទុកដាក់បន្ថែមទៀតដល់ពួកគេការយកចិត្តទុកដាក់ដែលពួកបុគ្គលិកឆ្នើមទាំងនោះចង់បានបំផុតគឺរង្វាន់ជារឿយៗបើយើង
Khi mình ban oi rung vốn đo bộ kế tế, lúc bộ kế ai được chạy trên tơ cần lái đài, khoai khoa về bộ kế tràn chiếng hài. Rung vốn lúc, bê khá, vì ai bị xét chiếng lối từ tiệt, út thì họ, đôi chỉ cáp đó đầm nở, ca cầm sán đó bộ kế, nâng cua xá chỉ đàm. Rước tí bay đã tơi thua bằng toàn lúc cử, trăng đã thân năm bốc lực đài lụa, mình cạt. Tái, bà mơ mình chia tế trăng đó, cháu tái mà đỏ. Lấy trong đôi khăn lưỡi dưỡng bán để dây thả, bốc lực cho năm tới tại thái đã xá sài tất, nâng đá rồng vòn. Tái bốc lực đài lụa mình cát có mình trao ọt áo rứ mình áo bơ nụ đài. Nâng không phát ra bót này cá lụa, cá không prăng rài lụa kháng, nâng chết hạ cá, lụa bán lõ, cứ ọt sầm khăn lại. Ở vậy đã sầm khăn cứ lất tập họ. Bà lụa mình bàn tế tua bay không prăng dạng mách rứ không hạ cá dạng mách có đôi. Có mình trao ọt áo rứ lực lấy ỏi bài. Dương đã chỉ nhạc gục rong chăm bay trao tại đã thân nám ói bộ kề. Thân nám ở vậy tới. Thân nám đầm bố một ó, cứ đã thân nám bổ miên krao phơi cả. Ỏi bộ kề bàn đừng. Ba nơi tại miên khơi là tập hóa. Chùm hết mình tốt cứ dương trao tại. Ỏi bộ kề dù bồm nâng son để giá chỉ phơi cả thả. Bộ kề nâng không răng lũ ỏi ban không cùng rật mối trẻ lẹ. Ốp mà thá ỏi ban làm nhiều nơi khai cõi. Hai dương có son là giá tha nộp đó cá bầu bọc bằng tham nằm bay chui vùng rừng đó bộ kế phòng đài. Bảo đó thay cầm nó ta là tập hoa nơi tai mình khởi. Lúc đó bê đại dương trời đó nâng trùng đốt nặng thầm hai. Bà hiện tại oi bộ kế nơi bằng tôi dù chỉ môi nâng công ca nghe lụa ở bỏ dưới. Nông viên là thua ai công ca nghe lụa tiếng mũ rổ cùa. Sốc chất đó bộ kế chênh oi bàn chạp chạp. Nâng á bộ kế rộng ban ca nghe đã trời nâng tê của xóa ở bỏ bộ kế. Hai con nâng á công ca nghĩa lùa rồi bó. Dương ai rốt bán sả chức mấy đại khlang bất bọc cắt cho một rộng cầm. Rừng tì buồn. Đã chỉ rừng trong cõi kê nụ cử. Ca riêng trong ca chưa rớt bọc lực lụa ai bán trầm trời. Bê đại dương đó bọc lực lụa đại lụa mình cắt trên hái. Đó bê đại dương trời rớt. Nẹ mấy mọc chung đồ hài. Ta rớt dàng mách. Tớp là ổ. Nâng cầm oi rớt bán bọc lực lụa ón đôi muôn. Đầm nạ cá sầm khăn được trong ca rơ bọc lực cứ đầm nạ cá sầm phép toàn mọt đầm bấy trong đang thả bay cái chỗ đầm bò dừng kháng rực sói buộc cá rực ón dương tới ta sum xua sum nô sum khăn pì lúc dương đang ban đang thả rồi chờ rớt rứ mình chết rồi hại thi mùi ta ôn ai tiếp rộp lồng ớt vì ca lụa chọc chay bay khang trong cõi đầm bò ôn bàn tế nâng tí pì bao mấy này lụa đầm bò ôn sông sầm rạ vì ca nghĩa bay khai ta ôn nâng dọc về nút tật vừa vậy xong rồi tìm muối cứ dương chắc đang thả bộ kế thọp lụa rứ cả ọt hai miền tích tích lụa dần bạch khla bê bộ kế chlai chùm lại móc nút dương có bán đăng bị bắt bị sót nâng tích tích lụa rồi bọc bộ kế chia mình khàn lại xong rồi tìm bì cứ dương chắc đang bị phan ca lụa rồi bọc bộ kế đó chùm lại móc nút dương nâng bán đăng thả ta bộ kế chỉ bốc lực lúa ai kể riết rứ cả ọt hai miền cùng rong ca là ó được cô ai tẹt tếอย่างnạc đài khlang rứ cọc sói buộc cá rứ cả ón dương đáp ta chầm nói chồng pua sùng nô tiếng pi nâng từ cứ dương nâng ai bị phía nâng sầm lại chất bàn hài sau đó bọc vĩnh được không ca nghe cục krong bốc lực cháo dương đai chỉ nẹt cục krong trời thua kịch cá khăm chùm buồn buồn tì muối đã bốc lực ở trời gần lái tì pí tha ra sao bốc lực cháo mọi bán cùng vốn tì bấy đã tham bốc lực ón nâng đó cho bốc lực bằng cả nâng tì bốn chưa rước bốc lực mấy ở bán tất trầm trời tí bà mùi đầm bấy ai oi sả má chất krong ca nghe lụa bỏ dương ai chính pro chụt bán dương tới tai một vẻ ô bọc co lụa đó bốc kề nếu bà nhà môn dương ban chỉ để bị ca nghe sầm khăn pi rồi bỏ nét group group đại lụa hài đại tì muối cứ ca bọc cát vấp bật thò không đại lụa nâng tì pí cứ ca cục krong bốc lực nam nếu bà nhà ní nâng bà nhà bàn tốt dương nâng để giấy bị ca nghe nay thì bảy lúc cứ cá đặc nóm đầm ná cà lụa không nên chỉ nè cục krong đại lụa ở vậy đây dương trâu bồng vẽ chôn đò bốc lực lụa bỏ dương nhậm nhẹ lúc cứ cô đáo cho bà lụa bảo bốc kế mình đang tha bốc kế bên cô đáo ở vậy đại trâu sầm rạch một tế lúc có lúc
ស្អីក៏ពួកគេសម្រេចមិនបានដែរសម្រាប់គោលដៅដែលយើងដាក់ជូនពួកគេមិនមែនយើងបិទទ្វារនៅក្នុងបន្ទប់ការិយាល័យរួចហើយសង្ងំសរសេរឬរៀបចំគោលដៅនោះតែឯងទេយើងត្រូវតែអញ្ជើញបុគ្គលិករបស់យើងទាំងអស់ឲ្យមកជួយពិភាក្សាគ្នានិងកំណត់គោលដៅនៅជុំគ្នានោះតែម្ដងមិនមែនពេលកំណត់គោលដៅគឺមនុស្សផ្សេងអ្នកធ្វើតែដល់ពេលអនុវត្តជាក់ស្ដែងបែរជាមនុស្សផ្សេងជាអ្នកអនុវត្តទៅវិញនោះទេយើងអាចគ្រោងវាទុកមុនតែមិនត្រូវយកគម្រោងពីគោលដៅនោះមកធ្វើជាសេចក្តីសម្រេចចុងក្រោយនោះទេយើងអាចយកគម្រោងគោលដៅនោះមកពិភាក្សាជាមួយនឹងសមាជិកក្រុមលក់របស់យើងនិងកែសម្រួលទៅតាមនោះគោលដៅក្រៅពីច្បាស់លាស់ហើយវាក៏ត្រូវតែអាចក្តាប់បានដែរចង់បានន័យថាវាមិនត្រូវច្រើនពេកតែរហូតដល់ថ្នាក់គ្រប់គ្រងលែងក៏អស់នឹងបាច់អារម្មណ៍ផ្ដោតទេបើបុគ្គលិកលក់ម្នាក់កាន់ភ្ញៀវដែលជាគោលដៅពី200ទៅ300នាក់ទាំងភ្ញៀវចាស់និងភ្ញៀវថ្មីមិនទាន់ទិញសួរថាបុគ្គលិកណាអាចក្តោបបានទាំងអស់ហើយបើក្តោបជុំសួរថាពួកគេច្បាស់ការនឹងភ្ញៀវណាម្នាក់ទេច្បាស់ណាស់គឺដឹងតែលំហើយបន្ទាប់ពីគោលដៅរបស់សំខាន់មួយទៀតដែលយើងត្រូវបំពាក់ជូនសមាជិកក្រុមលក់របស់យើងនោះគឺការនិទានអំពីទិន្នផលភាសាអង់គ្លេសហៅថា sales stories ហើយអ្នកខ្លះគេហៅវាថា elevator pitch ដែលអ្នកខ្លះទៀតក៏ហៅវាថា value proposition បុគ្គលិករបស់យើងម្នាក់ត្រូវតែស្ទាត់ជំនាញខាងនិទានអំពីផលិតផលរបស់យើងនិយាយឲ្យចំគឺត្រូវតែចេះនិយាយពីគុណតម្លៃនិងឬគុណប្រយោជន៍របស់ផលិតផលរបស់ខ្លួនឲ្យបានស្ទាត់ជំនាញជាទីបំផុតការនិទានដែលល្អដែលធ្វើឲ្យអតិថិជនយល់ច្បាស់និងចាប់អារម្មណ៍គឺត្រូវតែជាការនិទានដែលបាញ់ផ្ដោតតម្រង់ទៅអតិថិជនពោលគឺប្រយោជន៍របស់អតិថិជនយើងត្រូវតែនិទានយ៉ាងណាឲ្យអតិថិជនពាល់អារម្មណ៍ត្រូវថាផលិតផលរបស់យើងនឹងមានគុណប្រយោជន៍សម្រាប់គាត់ខ្លាំងណាស់ដូច្នេះការនិទានរបស់យើងចាំបាច់ត្រូវតែប្រុងប្រៀបជាមុនឬរៀបចំជាមុនមិនមែនចេះតែនិយាយតាមការនឹកឃើញនោះទេកុំឲ្យវាវែងខ្លាំងពេកឬស្មុគស្មាញពេកឲ្យសោះនិយាយរួមទៅគឺធ្វើមិនកុំឲ្យគេស្ដាប់ទៅឆាប់ធុញនឹងការនិទានរបស់យើងបន្ទាប់ពីពួកគេមានគោលដៅច្បាស់លាស់និងរឿងនិទានដែលគួរឲ្យតាក់ទាញមួយហើយយើងក៏ត្រូវបំពាក់ឧបករណ៍មូលដ្ឋានមួយចំនួនដូចជាបច្ចេកទេសក្នុងការហៅទូរស័ព្ទទៅភ្ញៀវវិធីត្រៀមខ្លួនសម្រាប់ធ្វើបទបង្ហាញនិងបច្ចេកទេសសរសេរការផ្ដល់ជូនរបស់យើងដល់អតិថិជនលក្ខណៈឧទាហរណ៍សម្រាប់បច្ចេកទេសហៅទូរស័ព្ទទៅភ្ញៀវយើងត្រូវតែបង្ហាញសមាជិកក្រុមលក់របស់យើងឲ្យបានច្បាស់ថាតើមុននឹងទេទៅភ្ញៀវយ៉ាងហោចណាស់ត្រូវស្រាវជ្រាវឲ្យបានយល់ពីអ្វីខ្លះពីភ្ញៀវមិនមែនមិនទាន់ដឹងអីសោះក៏ចុចទេទៅភ្ញៀវហើយនោះទេលើសពីនេះត្រូវបង្ហាត់ឲ្យពួកគេចេះត្រៀមសំណួរគន្លឹះដើម្បីដឹកនាំការសន្ទនាតាមទូរស័ព្ទផងដែរហើយបន្ទាប់ពីការហៅទូរស័ព្ទបានបញ្ចប់ទៅយើងក៏ត្រៀមបង្រៀនឲ្យពួកគេចេះកត់ត្រាអ្វីដែលសំខាន់ដែលបាននិយាយជាមួយភ្ញៀវហើយឬសំខាន់អ្វីខ្លះដែលពួកគេបានប្រាប់ទៅឲ្យភ្ញៀវវិញដែរបើពួកគេអាចធ្វើរឿងទាំងនេះបានល្អត្រឹមត្រូវគឺស្មើនឹងពួកគេបានយល់ពីបច្ចេកទេសនោះបានច្បាស់ហើយយើងក៏អាចវាស់ស្ទង់សមត្ថភាពរបស់ពួកគេបានដែរសរុបមកវិញឧបករណ៍លក់ដែលសមាជិកក្រុមលក់របស់យើងត្រូវតែមានដូចជាគោលដៅលក់ច្បាស់លាស់ការចេះនិទានអំពីផលិតផលរបស់យើងដល់គួរឲ្យទាក់ទាញបច្ចេកទេសហៅទូរស័ព្ទទៅភ្ញៀវវិធីសាស្ត្រក្នុងការត្រៀមខ្លួនដើម្បីធ្វើបទបង្ហាញលក់និងវិធីសរសេរការផ្ដល់ជូនរបស់យើងជូនចំពោះភ្ញៀវទី7ការងារសំខាន់ចុងក្រោយសម្រាប់អ្នកគ្រប់គ្រងផ្នែកលក់នោះគឺការតាមដានអភិវឌ្ឍរបស់កូនក្រុមខ្លួននិងរឹតចំណងមិត្តភាពជាមួយពួកគេនៅក្នុងការដឹកនាំដំណើរការលក់ទាំងមូលមួយចំណែកគឺពាក់ព័ន្ធនឹងការបំពាក់ឧបករណ៍លក់ដល់សមាជិកក្រុមលក់របស់យើងហើយយើងបាននិយាយពីវានៅបញ្ញាខាងលើនេះហើយ
ប៉ុន្តែមួយចំណែកទៀតគឺពាក់ព័ន្ធនឹងការតាមដានការអភិវឌ្ឍរបស់ពួកគេហើយយើងនឹងនិយាយពីវានៅក្នុងបញ្ញាចុងបញ្ចប់នេះបើតាមដានការអភិវឌ្ឍរបស់សមាជិកក្រុមរបស់យើងនឹងតាមដានរបៀបមិនទៅចម្លើយគឺតាមរយៈការជួបប្រជុំមួយទល់មួយម្ដងម្នាក់នឹងធ្វើឡើងមួយខែម្ដងជារៀងរាល់ចុងខែដំបូងត្រូវទាញរបាយការណ៍អំពីលទ្ធផលរបស់ពួកគេម្នាក់ចូលទៅក្នុងបន្ទប់ប្រជុំបើឃើញថាពួកគេលក់បានល្អគ្រប់នឹងលើសគោលដៅយើងត្រូវតែលើកសរសើរពួកគេហើយប្រាប់ឲ្យពួកគេខំប្រឹងបន្តឲ្យល្អដូចនេះទៀតតែបើឃើញថាលទ្ធផលលក់ខែនេះរបស់ពួកគេមិនបានល្អនោះទេយើងត្រូវតែមើលថាតើពួកគេមានគម្រោងស្ដារការលក់របស់ខ្លួននៅខែបន្ទាប់ដែរឬក៏អត់ហើយតើគម្រោងលក់នាខែបន្ទាប់នោះមានឱកាសខ្លាំងប៉ុណ្ណាដែរតែបើរកឃើញថាខែនេះមិនល្អហើយខែក្រោយក៏អត់មានផែនការស្ដារការលក់ឲ្យប្រសើរឡើងដែរនោះយើងគប្បីថាឲ្យបន្តិចក៏មិនខុសទាស់អីដែរគិតមិនហ្នឹងខែនេះលក់អត់បានហើយខែក្រោយអត់មានផែនការអីដើម្បីប៉ះពៅទៀតយីដូច្នេះដាច់ខាតយើងត្រូវតែឲ្យពួកគេរៀបចំផែនការពង្រឹងទំហំលក់របស់ពួកគេសម្រាប់ខែមុនឲ្យបានការជួបប្រជុំមួយទល់នឹងមួយខែម្ដងពិតជាសំខាន់ណាស់សម្រាប់ការតាមដាននិងវាតម្លៃការអភិវឌ្ឍរបស់សមាជិកក្រុមរបស់យើងប៉ុន្តែក៏យើងមិនត្រូវបំភ្លេចការជួបប្រជុំជាក្រុមការងារដែរត្បិតការប្រជុំមួយទល់នឹងមួយល្អតែការជួបប្រជុំគ្នាជាក្រុមការងារគឺរឹតតែធ្វើឲ្យសមាជិកក្រុមមានភាពរីករាយព្រោះពេលខ្លះដោយសារតែរវល់រៀងខ្លួនពួកគេមិនសូវជាបានជួបជុំមុខគ្នាឡើយហើយការជួបជុំគ្នាជាក្រុមនេះពិតជាផ្ដល់អារម្មណ៍ភេទរភាពរវាងគ្នានៅក្នុងក្រុមតែមួយផងដែរពេលបើកអង្គប្រជុំជាក្រុមយើងដែលជាអ្នកគ្រប់គ្រងគួរតែកម្ដៅសាច់ដុំជាមុនតាមរយៈការសួរសុខទុក្ខរឿងផ្ទាល់ខ្លួនរបស់ក្រុមការងាររបស់យើងម្នាក់មុននឹងចូលសាច់រឿងប្រជុំព្រោះពេលវេលានេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការរឹតចំណងទំនាក់ទំនងរវាងក្រុមការងារផងដែរបន្ទាប់ពីកម្ដៅសាច់ដុំហើយយើងគួរតែលើកឡើងពីទិន្នផលលក់របស់បុគ្គលិកម្នាក់ដើម្បីតម្លាភាពហើយយកឱកាសនេះដើម្បីលើកសរសើរដល់អ្នកដែលលក់បានល្អក្នុងខែនេះនិងអ្នកដែលលក់បានល្អឡើងវិញជាដើមក្រៅពីការតាមដាននៅចុងខែមួយទល់នឹងមួយយើងដែលជាអ្នកគ្រប់គ្រងចាំបាច់ត្រូវចុះវាតម្លៃដោយផ្ទាល់នៅពេលដែលបុគ្គលិករបស់យើងម្នាក់ចុះលក់ផ្ទាល់ផងដែរពោលគឺចុះដើរលក់ផ្ទាល់ជាមួយនឹងពួកគេដើម្បីតាមដានពីការលក់របស់ពួកគេបើចង់ឲ្យបុគ្គលិករបស់យើងលក់ខ្លាំងគឺតើតែយើងងើបគូតចេញពី office ការិយាល័យរបស់យើងនឹងដើរជាមួយពួកគេផ្ទាល់ទើបយើងអាចមើលឃើញឧបសគ្គជាក់ស្ដែងដែលពួកគេជួបប្រទះនិងយើងអាចជួយដោះស្រាយពួកគេបានការចុះផ្ទាល់បែបនេះមិនត្រឹមតែរឹតចំណងមិត្តភាពរវាងយើងនិងកូនក្រុមរបស់យើងទេតែអតិថិជនរបស់យើងក៏ស្គាល់យើងដែរនិងមានទំនាក់ទំនងល្អជាមួយយើងដែរឧបមាថាបុគ្គលិកលក់របស់យើងណាម្នាក់ចាក់ចេញពីក្រុមហ៊ុនយើងបាត់ទៅនោះក៏នៅសល់យើងដែរនៅតែអាចតាក់ទងភ្ញៀវរបស់បុគ្គលិកដែលលាឈប់នោះដែរព្រោះពួកភ្ញៀវទាំងនោះធ្លាប់បានស្គាល់រូបយើងរួចទៅហើយដែរសារៈសំខាន់ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់យើងត្រូវតែមានដៃ3ដៃម្ខាងត្រូវយកទៅបង្កើតវប្បធម៌លក់ឲ្យល្អនៅក្នុងផ្នែកលក់របស់យើងដៃម្ខាងទៀតត្រូវយកទៅគ្រប់គ្រងបុគ្គលិកលក់ឆ្នាំឲ្យបានគង់វង្សនិងដៃម្ខាងចុងក្រោយគឺយកទៅដឹកនាំការលក់វប្បធម៌លក់ល្អបើផ្នែកលក់របស់យើងមានវប្បធម៌លក់ល្អនោះវានឹងអំណោយផលល្អដល់ការលូតលាស់និងចម្រើនដល់ក្រុមការងារលក់របស់យើងទាំងមូលតែម្ដងវប្បធម៌ប្រកួតប្រជែងគ្នាដោយស្មោះត្រង់មិនលួចជន់ពលិចគ្នាគឺវានឹងជួយជំរុញឲ្យក្រុមការងារខិតខំប្រឹងប្រែងដើម្បីរីកចម្រើនវប្បធម៌ផ្ដល់រង្វាន់ដោយផ្អែកលើស្នាដៃការងារមិនមែនផ្អែកលើមនោចេតនា
និងជួយឲ្យសមាជិកក្រុមមានអារម្មណ៍ថាផ្នែកលក់របស់ខ្លួនមានយុត្តិធម៌និងសមធម៌ហើយម្នាក់ៗនឹងខំប្រឹងបង្កើតការលក់របស់ខ្លួនព្រោះពួកគេច្បាស់ក្នុងចិត្តថាបើពួកគេលក់បានកាន់តែច្រើននោះពួកគេនឹងទទួលបានប្រាក់រង្វាន់កាន់តែច្រើននិងមិនបារម្ភថាប្រាក់រង្វាន់របស់ខ្លួននឹងត្រូវយកទៅចែកដល់អ្នកដែលមិនខំប្រឹងសោះឡើយយើងដែលជាអ្នកគ្រប់គ្រងផ្នែកលក់ត្រូវតែបង្កើតវប្បធម៌លក់ល្អៗទាំងនេះឲ្យបាននៅក្នុងផ្នែកលក់របស់យើងការគ្រប់គ្រងបុគ្គលិកឆ្នាំឲ្យបានគង់វង្សនៅក្នុងការងារគ្រប់គ្រងបុគ្គលិកឆ្នាំនេះមានភារកិច្ចតូចៗចំនួន4ដែលត្រូវធ្វើទី1ដាក់បុគ្គលិកឲ្យត្រូវកន្លែងទី2ថែរក្សាបុគ្គលិកឆ្នាំឲ្យបានគង់វង្សទី3ដាក់ថ្នាំបុគ្គលិកអន់និងដកចោលបុគ្គលិកមិនកើតនិងទី4ជ្រើសរើសបុគ្គលិកថ្មីឲ្យបានត្រឹមត្រូវបាទសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់នៅសៀវភៅសង្ខេបមួយក្បាលនេះហើយសៀវភៅសង្ខេបមួយក្បាលនេះសង្ឃឹមថាមានប្រយោជន៍សម្រាប់ដល់បងផ្នែកលក់ជាពិសេសគឺបងអ្នកគ្រប់គ្រងផ្នែកលក់ហើយបើសិនថាបងមានមតិយោបល់ឬក៏បទពិសោធន៍ត្រង់កន្លែងណាខ្លះក្នុងការចែករំលែកអាចខមមិននៅក្រោមខ្សែវីដេអូនេះបានហើយមួយវិញទៀតខ្ញុំបាទសូមឲ្យបងប្អូនទាំងអស់គ្នាជួយ like និង subscribe ជួយ like ហើយនិង subscribe នៅ channel YouTube របស់ខ្ញុំបាទនេះបើសិនថាវីដេអូនេះល្អបងប្អូនជួយចែករំលែកផងបាទសូមអរគុណសូមជម្រាបលា